វីដេអូនេះខ្ញុំនឹងធ្វើដើម្បីចែករំលែកជាមួយនឹងរូបរាងទូរស័ព្ទស៊េរីថ្មីដែលទើបតែចេញដែលបានមកដល់ខ្ទមស្រែអញ្ចឹងយើងមកមើលជាមួយនឹងរូបរាងបែបលម្អិតគៀកពី Xiaomi 17 Pro Max បាទយើងចូលទៅមើលគៀកទាំងអស់គ្នាអេក្រង់តូចនេះគឺគេសម្រាប់មើលម៉ោង on way on display មុខងារមួយទៀតគឺសម្រាប់ថតរូបជាមួយនឹងថតវីដេអូដែលយើងចង់បានកម្រិតច្បាស់ខ្លាំងចេញពីកាមេរ៉ាក្រោយនឹងហ្មងជំនួសកាមេរ៉ា selfie ខាងមុខហ្នឹងគឺគេប្រើ lens ទាំង ultra wide ទាំង periscope អីគឺយើងប្រើបានទាំងអស់ lens របស់គេខាងក្រោយហ្នឹងគឺចំនួន3គ្រាប់ទាំងអាក្រោមគេទូជាងគេហ្នឹងក៏ជា lens ultra wide 50 megapixel periscope 50 megapixel lens co ក៏50 megapixel ដូចគ្នាបើសម្រាប់ខ្ញុំអេក្រង់ខាងក្រោយហ្នឹងគឺមានប្រយោជន៍មែនទែនល្អជាងយើងទុកខ្នងទំនេរចោលយើងដាក់អេក្រង់ចឹងទៅយើងអាចដូរ wallpaper បានច្រើនជាមួយនឹងសារដំណឹងពេលដែលមានគេឆាតចូលមកគឺនឹងភ្លឺខាងក្រោមគឺមានអក្សរ Xiaomi នៅលើខ្នងចំខាងក្រោមហ្នឹងហ្មងខ្នងរបស់គេជាប្រភេទកញ្ចក់គ្រើមអេក្រង់ខាងមុខឆ្នាំហ្នឹងគឺគេប្រើរាបស្មើហ្មងអេក្រង់នេះបិទ screen iPhone អាចនឹងត្រូវជាមួយនឹង iPhone 17 Pro Max ឬក៏16 Pro Max អីអាចនឹងត្រូវព្រោះទំហំ 6.9 អ៊ីងដូចគ្នាខ្ញុំគិតថាអេក្រង់រាបស្មើបែបនេះគឺងាយស្រួលថែទាំមែនទែនយើងបិទ screen ទៅគឺធ្លាក់ល្មមអីបែកតែ screen ខាងលើទេដូចទៅលើជាងការប្រើប្រាស់ទៅលើ iPhone អញ្ចឹងខាងក្រោមរបស់គេគឺមានកន្លែងដាក់ SIM រុនសាកថ្មជាមួយនឹងរុន speaker ហើយនឹងរុន mic មួយដែរខ្ញុំឆ្ងល់នៅលើទូរស័ព្ទឲ្យបន្ទាត់ដែលមានកាត់តឹងហ្នឹងអានឹងជាអង្តែនទូរស័ព្ទអង្តែនចាប់សេវាឬក៏ជាអ្វីព្រោះគ្រប់ទូរស័ព្ទ Android គឺមានសឹងទាំងអស់បើ iPhone អត់មានទេនៅជាហៀងខាងស្ដាំខ្ញុំគិតថាខាងនេះខាងស្ដាំចុះមានប៊ូតុងសំឡេងប៊ូតុង power និងខាងលើដូចជាអត់មានអ្វីទេស្រឡះហ្មងអេក្រង់របស់គេគឺកែមស្ដើងមែនទែន speaker លើក្រោមបាទខាងលើហ្នឹងគឺជារុន speaker ខាងលើសម្រាប់បញ្ចេញសំឡេងជំហៀងខាងឆ្វេងគឺស្រឡះហ្មងកន្លែងនេះបើយើងដាក់ប៊ូតុងដូច iPhone 16 Pro Max 17 Pro Max ដើម្បីចុចsilent ដូចប៊ូតុងនៅលើ iPhone ដែលគេហៅថាប៊ូតុង action ហ្នឹងល្អជាងទុកទំនេរចោលបែបហ្នឹងអញ្ចឹងឆ្នាំនេះគឺថ្មរបស់គេឡើងដល់ 7500 mAh